ការប្រកួតការពីព្រឹកមិញអាចថាព្រឹកថ្ងៃសៅរ៍នេះតែម្ដងបាទគឺជាជំរុំនៃការជួបគ្នារវាងក្រុមជម្រើសជាតិអាវ៉ង់ទីននិងក្រុមជម្រើសជាតិកាបូវើតបាទឬក៏កាប់វែបាទកាប់វែនេះមកកម្មភាពភ្ញាក់ផ្អើលមែនទែនបាទទៅកម្មពិភពលោកក្រោយពីធ្វើឲ្យអាសង់ទីនយកឈ្នះដោយភាពលំបាកតែម្ដងបាទក្រោយចប់ការប្រកួតដោយបងប្អូនយើងឃើញនៅខាងក្រោយនេះគឺអាសង់ទីនអាចឈ្នះ3-2ប៉ុន្តែលទ្ធផលនៃការប្រកួតគឺឈ្នះនៅវគ្គថែមម៉ោង15នាទី2ដងបាទមុននឹងយើងចូលទៅដល់សាច់រឿងអំពីការប្រកួតរវាងក្រុមជម្រើសជាតិទាំងពីរបាទនៅវេលាព្រឹកមិញនេះយើងមកដឹងអំពីការជួបប្រវត្តិនៅក្នុងការប្រកួតបាទពានរង្វាន់ FIFA World Cup ឆ្នាំ2026របស់ក្រុមជម្រើសជាតិអាសង់ទីនបាទជាមុនសិនអាសង់ទីនគឺជាក្រុមជម្រើសជាតិមួយដែលខ្លាំងហើយជាម្ចាស់ជើងឯកបាទការពីWorld Cup លើកមុនហើយសម្រាប់អាសង់ទីននេះគេឡើងមកដល់វគ្គនេះមកជួបជាមួយនឹង Cape Verde គឺសម្រាប់អាសង់ទីនគេនៅពូលបាទបើយើងគេនៅពូលវិញណាគេនៅពូល J បាទពូល J របស់គេ World Cup ឆ្នាំនេះមានអូទ្រីសមានអាល់ហ្សេរីនិងហ្សូកដានីអាសង់ទីនគឺជាក្រុមដែលមាន9ពិន្ទុពេញតែម្ដងដែលនៅក្នុងការប្រកួតវគ្គជម្រុំក្នុងពូលគេមិនរបូតសូម្បីតែមួយគ្រាប់ក្រោមការប្រកួតបាទជាមួយនឹងអូទ្រីសក៏អត់របូតបាទប៉ះជាមួយអាល់ហ្សេរីក៏អត់របូតប៉ះជាមួយនឹងហ្សូកដានីក៏អត់របូតនេះដែរយើងមើលក្នុងការប្រកួតរបស់អាសង់ទីននៅក្នុងពូល J បាទបើកឆាកមកគេប៉ះជាមួយនឹងអាល់ហ្សេរីដែលជាក្រុមមកពីទ្វីបអាហ្វ្រិកដែរបាទអាហ្វ្រិកនេះគេលុបបាទអាហ្វ្រិក3-0បាទសម្រាប់ក្រុមជម្រើសជាតិអាសង់ទីនក្រោយមកគេប៉ះជាមួយនឹងក្រុមដែលមកពីទ្វីបអឺរ៉ុបបាទគឺអូទ្រីសអាសង់ទីននេះគេឈ្នះអូទ្រីស2-0ប្រកួតចុងក្រោយគេប៉ះជាមួយនឹងក្រុមជម្រើសជាតិហ្សូកដានីបាទប៉ះជាមួយនឹងហ្សូកដានីនេះគឺគេឈ្នះដោយលទ្ធផលបាទ3-1បន្តទៀតអញ្ចឹងបាទសម្រាប់ការប្រកួតព្រឹកមិញបាទប៉ះជាមួយនឹង Cape Verde បាទ Cape Verde នេះក៏ជាក្រុមមួយដ៏ខ្លាំងដែរបាទអាចរាប់ថាជាក្រុមដែលឡើងមកព្រឹត្តិការណ៍ FIFA World Cup បាទជាលើកដំបូងប៉ុន្តែ Cape Verde ឈរនៅចំណាត់ថ្នាក់លេខ2ទម្លាក់អ៊ុយរ៉ាហ្គាយនិងអារ៉ាប៊ីសាអូឌីតបាទ Cape Verde គេនៅក្នុង Pool A បាទ Pool A គេមានអេស្ប៉ាញមានអ៊ុយរ៉ាហ្គាយនិងអារ៉ាប៊ីសាអូឌីតយើងគិតថាប្រហែលជា Cape Verde អាចត្រឡប់ទៅផ្ទះមុនគេតែយ៉ាងណាមិញ Cape Verde ធ្វើបានល្អក្រោយការប្រកួត3ប្រកួតនៅក្នុង Pool គឺគេឈ្នះទាំង3ប្រកួតបាទមាន3ពិន្ទុដូច្នេះបើយើងមើលអំពីការប្រកួតរបស់ Cape Verde នៅក្នុង Pool គេប៉ះអេស្ប៉ាញកៅឆាយតែម្ដងស្មើជាមួយនឹងក្រុមយក្សអេស្ប៉ាញដោយលទ្ធផល0-0ដល់ពេលគេទៅជួបអ៊ុយរ៉ាហ្គាយក្រុមមកពីអាមេរិកឡាទីនបាទគេឈ្នះគេស្មើបាទ2ស្មើជាមួយអាមេរិកឡាទីនបាទគឺក្រុមអ៊ុយរ៉ាហ្គាយនេះដល់លទ្ធផល2-2ក្រោយមកគេប៉ះអារ៉ាប៊ីសាអូឌីតក្រុមមកពីអាស៊ីរបស់យើងក៏ស្មើនេះ0-0ប៉ុន្តែការប្រកួតការពីព្រឹកមិញគឺជាការប្រកួតបាទនៅក្នុងព្រឹត្តិការណ៍ FIFA World Cup ជាជំនួបបាទទី4បាទរបស់ Cape Verde ដែលគេផ្លត់ចាញ់អាសង់ទីនដោយលទ្ធផលបាទគឺ3-2ប៉ុន្តែបើយើងមើលអំពីការប្រកួតនោះគឺពិតជាតានតឹងបាទក្រោយពី Lionel Messi បើកការនាំមុខមួយគ្រាប់បាទនៅនាទីទី29ដោយការបញ្ជូនបាល់ពី Lisandro Martinez បាទចឹង Messi គេកៅឆាយមួយគ្រាប់នៅពាក់កណ្ដាលវគ្គទី1ចប់វគ្គទី1អាសង់ទីននាំមុខ1-0ជាបដោះអាសន្នប៉ុន្តែលេងបានត្រឹមតែប្រមាណនាទីជាង10នាទីថាជិត20នាទីចុះកីឡាករ Duarte បាទរបស់ក្រុមជម្រើសជាតិ Cape Verde បានរកមួយគ្រាប់តាមស្មើនៅនាទីទី59អញ្ចឹងដើមវគ្គទី2គឺគេស្មើគ្នា1-1ដល់ពេលត្រឡប់ចូលដល់នាទីបាទថែមម៉ោងបាទចប់90នាទីក្រុមទាំងពីរនេះគេស្មើគ្នា1-1ទេបាទលេងបានត្រឹមតែ2នាទីទេ Lisandro Martinez បាទគេបើកការនាំមុខ Cape Verde បាទនៅនាទីទី92ដោយការបញ្ជូនបាល់ពី Alexis McAllister បាទអញ្ចឹងលេងបានរហូតបាទទៅដល់ជិតចប់វគ្គថែម15នាទីលើកទី1ទៅហើយបាទណែ Cape Verde គេតាមស្មើមកវិញបាទ2-2ចុះការប្រកួតនេះជក់ចិត្តដិតអារម្មណ៍ហើយជាការប្រកួតមួយដ៏តានតឹងហើយមិននឹកស្មានទេបងប្អូនហើយដែល Cape Verde អាចថាតទល់ជាមួយនឹងអាសង់ទីនបាទជាក្រុមដែលកំពុងតែឈរនៅចំណាត់ថ្នាក់លេខ1នៅក្នុង FIFA Ranking បានល្អកម្រិតហ្នឹងណាបាទអញ្ចឹងដល់ពេលជិតចប់វគ្គថែម15នាទីលើកទី2ទៅហើយបាទគឺអាសង់ទីនបាទគេរកបានមួយគ្រាប់នៅនាទីទី111បាទគ្រាប់បាល់100នាទីទី111នេះគឺជាបាល់អាចថា
ពិបាកដែរបាទសម្រាប់ក្រុមជម្រើសជាតិបាទ Cape Verde ដែលធ្វើឲ្យគេថាអាសង់ទីនបាននាំមុខណាអញ្ចឹងរហូតទៅដល់ចប់ការប្រកួតនៅក្នុងវគ្គបន្ថែមគឺអាសង់ទីនបាទរកបាន3គ្រាប់ប៉ុន្តែក្នុងនោះ2គ្រាប់គឺស៊ុបបញ្ចូលទីដោយកីឡាកររបស់អាសង់ទីននិង1គ្រាប់គឺជាបាល់អូនហ្គោលរបស់បាទកីឡាកររបស់ក្រុមជម្រើសជាតិ Cape Verde បាទអញ្ចឹង Lionel Messi រកបាននៅនាទីទី29 Lisandro Martinez រកបាននៅនាទីទី92បាទនិងកីឡាករ Denny បាទធ្វើឲ្យបាល់ចូលទីខ្លួនឯងបាទនៅនាទីទី111ដោយឡែក Cape Verde បាទ Cape Verde រកបាល់កីឡាករ Duarte នៅនាទីទី59និងកីឡាករ Cabral នៅនាទីទី103ប្រិមិត្តទូទាំងពិភពលោកប្រកាសជាមានភាពភ្ញាក់ផ្អើលក្រោយពីក្រុមជម្រើសជាតិទាំងពីរនេះបាទប្រកួតគ្នាចប់ហើយគេមិននឹកស្មានទេអាចថាគ្រាប់បាល់យ៉ាងសំអុយណាស់ក៏មាន2គ្រាប់ដែរបាទសម្រាប់ចប់90នាទីណាបាទអាសង់ទីនគឺនឹងសង្គ្រប់នឹងសន្ទប់ទៅលើក្រុមជម្រើសជាតិ Cape Verde ហើយនឹងធ្វើបាប Cape Verde ដែរ90នាទីប៉ុន្តែមិនដូចការរំពឹងទុកទេ Cape Verde មិនមែនជាក្រុមដែលឲ្យអាសង់ទីនហូបងាយងាយទេប៉ុន្តែ Cape Verde បែរជាទប់អាសង់ទីនបាន90នាទីលេងរហូតដល់នាទីទី111ទើបមានគ្រាប់បាល់ដែលអាសង់ទីនបាទនាំមុខ3ទល់នឹង2បាទអញ្ចឹងប៊ីសនឹងចប់បាទប៊ីសនឹងចប់ការប្រកួតថែម15នាទី2ដងទៅហើយប៉ុន្តែបាទការប្រកួតនេះគឺបានបញ្ចប់ត្រឹមលទ្ធផល3ទល់នឹង2ដោយបងប្អូនបានឃើញអញ្ចឹងក្នុងករណីថាបើលេងដល់នាទីទី120ចប់ការប្រកួតបាទការប្រកួតលទ្ធផល2ទល់នឹង2ណាដល់វគ្គពេលនាទីនោះគឺ50-50ទេ50-50ទេប៉ុន្តែគួរឲ្យសោកស្ដាយដែលកីឡាករបាទរបស់ក្រុមជម្រើសជាតិCape Verde បាទអាចគេថាមិនអាចទេគឺបែរជាធ្វើឲ្យបាល់ចូលទីខ្លួនឯងវិញនៅនាទីទី111អញ្ចឹងប្រសិនបើយើងមើលអំពីការប្រកួតវគ្គ knock out បាទវគ្គ knock out នេះអាសង់ទីនបាទអាសង់ទីនគេឈ្នះហើយបាទគេឡើងហើយប៉ុន្តែអាសង់ទីននឹងត្រូវទៅប៉ះក្រុមណាបងប្អូនបាទអញ្ចឹងយើងចាំទៅមើលសម្រាប់ការប្រកួតក្រោយពីចប់ការប្រកួតរវាងអាសង់ទីននិង Cape Verde នៅក្នុងវេលាព្រឹកនេះអាសង់ទីនគេនឹងទៅប៉ះអេស៊ីបបាទគេនឹងទៅប៉ះអេស៊ីបនៅថ្ងៃទី7បាទប្រិមត្តយើងទៅប៉ះអេស៊ីបថ្ងៃទី7ម៉ោង11យប់បាទម៉ោងនៅកម្ពុជារបស់យើងអញ្ចឹងអាសង់ទីននេះប៉ះអេស៊ីបក៏ដូចជាមិនបើខ្ញុំគិតថាដូចជាមិនលំបាកទេបាទសម្រាប់អាសង់ទីនវគ្គ16ក្រុមចុងក្រោយមិនស្រួលនេះអាសង់ទីនឡើងទៅដល់វគ្គ8ក្រុមចុងក្រោយប៉ុន្តែអេស៊ីបក៏គេទៅតែឈ្នះក្រុមមកពីតំណាងស៊ីបអាស៊ីរបស់យើងដែរអេស៊ីបគេឈ្នះអូស្ត្រាលីដោយគ្រាប់បាល់ពេដាទីទេបាទលេងដល់វគ្គកាត់សេចក្តីទាត់បាល់11ម៉ែត្រទើបអេស៊ីបគេអាចយកឈ្នះអូស្ត្រាលីបានដោយឡែកក្រុមជម្រើសជាតិ Cape Verde បាទត្រូវត្រឡប់មកផ្ទះវិញដោយមោទកភាពបាទគឺអាចនិយាយបានថាពួកគេធ្វើបានល្អហើយនៅក្នុងការប្រកួត FIFA World Cup លើកដំបូងសម្រាប់ប្រទេសដែលមានដែនដីទូចប្រជាពលរដ្ឋតិចបាទប៉ុន្តែមានឆន្ទៈធំកីឡាកររបស់ Cape Verde នឹងមានទីផ្សារខ្ពស់នៅក្នុងការប្រកួតលីកតាធំនៅជុំវិញពិភពលោកក្លឹបបាល់ទាត់ធំបាទនឹងងាកមកចាប់អារម្មណ៍កីឡាកររបស់ Cape Verde បាទក្រោយពីកីឡាកររបស់ Cape Verde តម្លៃខ្លួនរបស់ពួកគេក៏មិនជាខ្ពស់ប៉ុន្មានទេបងប្អូនបើយើងមើលណាបាទខ្ញុំជម្រាបជូនអំពីទីផ្សារដោះដូរក៏ដូចជាទីផ្សារតម្លៃខ្លួនរបស់ក្រុមជម្រើសជាតិបាទ Cape Verde បន្តិចទៅបងប្អូនណាបាទសម្រាប់ទីផ្សារបាទរបស់ក្រុមជម្រើសជាតិបាទ Cape Verde បើយើងមើលណា Vozina អ្នកចាំទីនេះតម្លៃខ្លួនរបស់គាត់ត្រឹមតែ48,000 អឺរ៉ូទេបាទ48,000 អឺរ៉ូទេស្មើនឹង 48k បាទអញ្ចឹងអាចថាតម្លៃខ្លួនប្រហែលជា$50,000ប៉ុន្តែគាត់អាយុច្រើនហើយបាទ Vozina នេះបើយើងមើលអំពីខ្សែការពារដែលមានតម្លៃខ្លួនខ្ពស់ជាងគេគឺកីឡាករ Cabral នេះឯងបាទ Cabral គឺតម្លៃខ្លួន4លានអឺរ៉ូជាងទីទួចតម្លៃ4លានអឺរ៉ូទីទួចនេះគឺមិនថ្លៃទេបាទសម្រាប់ទីផ្សារដោះដូរកីឡាករនៅឯតំបន់អឺរ៉ុបជាក់ស្ដែងមានកីឡាករខ្សែបម្រើលីនីនីបាទលីនីនីនេះគឺក៏មិនជាថ្លៃប្រហែលដែរបាទ4លានអឺរ៉ូជាងទីទួចបើខ្សែបម្រើប្រយុទ្ធវិញបាទត្រឹមតែ1លានអឺរ៉ូជាងទីទួចទេបាទខ្សែប្រយុទ្ធតម្លៃប្រហែលជា38,000 អឺរ៉ូអញ្ចឹងតម្លៃនេះប្រហែលជាអាចថាទីផ្សារដោះដូរកីឡាករនៅកម្ពុជារបស់យើងក៏ឥឡូវនេះហក់ដល់ប៉ុណ្្នឹងដែរបាទ30,000 40,000 50,000នឹងនេះដែរអញ្ចឹងខ្ញុំគិតថាកីឡាករបាទរបស់ Cape Verde ដែលមានវត្តមានជាពិសេសមានការបង្ហាញខ្លួននៅក្នុងការប្រកួតដែលជួបជាមួយអាសង់ទីននេះពួកគេនឹងមាន
តម្លៃខ្លួនហក់ឡើងពោះហើយបើយើងនិយាយពីវ័យពួកគេខ្លះមានវ័យត្រឹមតែ23ឆ្នាំបាទ29ប៉ុន្តែខ្លះក៏មាន26ឆ្នាំ28ទៅប៉ុន្តែក៏មានកីឡាករដែលមានវ័យច្រើនដែរដូចជាវូជីណាបាទអ្នកចាំទីរបស់ Kevin នោះវ័យរហូតដល់40ឆ្នាំបាទខ្សែការពារ2គោបាទខ្សែការពារកណ្ដាលវ័យ34ឆ្នាំ Danny ខ្សែការពារកណ្ដាលដែរវ័យ31ឆ្នាំ Moreira ខ្សែការពារស្លាប់ស្ដាំនេះវ័យ31ឆ្នាំដែរ Mendes ប្រធានក្រុមរបស់ Kevin វ័យ36ឆ្នាំនិងខ្សែប្រយុទ្ធ De Costa សំទោស Da Costa នេះវ័យ35ឆ្នាំដែរអញ្ចឹងក៏មានកីឡាករវ័យ30លើដែរបាទសម្រាប់ Kevin អញ្ចឹងបានតម្លៃខ្លួនរបស់គាត់អាចថាថ្លៃបំផុតហ្នឹងត្រឹមតែ4លានអឺរ៉ូតែប៉ុណ្ណោះហើយបើយើងងាកទៅមើលកីឡាករបាទរបស់ក្រុមជម្រើសជាតិអាសង់ទីនវិញណាបាទកីឡាកររបស់ក្រុមជម្រើសជាតិអាសង់ទីនបើយើងមិនបាច់ទៅមើលអីទេមើលតែត្រឹមតែអ្នកចាំទីមEmmanuel Martinez បាទគឺជាង10លានអឺរ៉ូទៅហើយសឹងតែអ្នកចាំទីរបស់អាសង់ទីនមួយហ្នឹងតម្លៃខ្លួនសឹងតែលើសកីឡាករ11អ្នកដំបូងរបស់ Cape Verde ទៅហើយបើយើងមើលអំពីអាសង់ទីនកីឡាករដែលមានតម្លៃខ្លួនថ្លៃហើយនឹងខ្ពស់ជាងគេនៅក្នុងពេលបច្ចុប្បន្នណាបាទសខាដឹងនៅណាហ៎បាទ Enzo Fernandez បាទកីឡាករ Enzo Fernandez របស់ក្រុម Tokyo Chelsea តម្លៃខ្លួនរបស់គាត់ឥឡូវ87លានអឺរ៉ូបាទ87លានអឺរ៉ូនេះជិត100លានដុល្លារបាទជិត100លានដុល្លារក្រៅពីហ្នឹង Messi ត្រឹមតែ16លានទេឥឡូវនោះបាទហើយមានកីឡាករកីឡាករ Lautaro Martinez បាទសុំទោសបាទ Lautaro Martinez បាទគឺ80លានអឺរ៉ូបាទអញ្ចឹងយើងមើលថាបើការប្រៀបធៀបនេះខុសគ្នាឆ្ងាយបាទខុសគ្នាឆ្ងាយទាំងកម្រិត FIFA ranking ទាំងតម្លៃខ្លួនកីឡាករប៉ុន្តែយ៉ាងណាមិញខ្ញុំនៅតែសរសើរ Cape Verde 90នាទីហ៊ានទប់ស្មើបានទប់ស្មើជាមួយនឹងកីឡាកររបស់ជម្រើសជាតិអាសង់ទីនបាទអញ្ចឹងត្រឡប់មកវិញបាទការប្រកួតនេះគឺបានបញ្ចប់ទៅហើយគឺបាទមិនបាញ់ខ្ញុំជម្រាបជូនថា Lisandro ទៅពិត Lautaro Martinez ទេបាទកីឡាករ Lautaro Martinez បាទរបស់ក្រុមជម្រើសជាតិអាសង់ទីនទេបាទអញ្ចឹងសម្រាប់គូនេះក៏បានបញ្ចប់ទៅហើយអាសង់ទីននឹងរៀបចំអីវ៉ាន់ដើម្បីត្រៀមជួបជាមួយនឹងក្រុមជម្រើសជាតិអេស៊ីបប៉ុន្តែក្រុមជម្រើសជាតិ Cape Verde រៀបចំអីវ៉ាន់ដើម្បីចេញពីហូតែលដើម្បីត្រឡប់ទៅបាទសុខកំណើតរបស់គេបាទ